ត្រីខ្លះសេប្រមាណ20តោនត្រូវបានសមត្ថកិច្ចបង្ក្រាបករណីដឹកជញ្ជូនគ្មានច្បាប់អនុញ្ញាតនាំចូលពីប្រទេសថៃនៅថ្ងៃទី11ខែមិថុនាឆ្នាំ2025វេលាម៉ោង 15:00 នាទីដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវីរៈសេនីយ៍ឯកយីយុសាននាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងពិនិត្យឃើញរថយន្តសាមយ៉ុងចំនួន8គ្រឿងដឹកត្រីក្លាសេប្រភេទត្រីពោនិងត្រីកាបនាំចូលពីប្រទេសថៃមកក្នុងភូមិសាស្ត្រតាមដងផ្លូវជាតិលេខ5ត្រង់ចំណុចភូមិអូតាគីឃុំអូតាគីស្រុកថ្មគោលខេត្តបាត់ដំបងត្រីទាំងអស់មានចំនួន24តោនត្រូវបានសមត្ថកិច្ចនាំយកមកស្នងការដ្ឋាននគរបាលធ្វើការសាកសួរជាលទ្ធផលនៃការសាកសួរបានឲ្យដឹងថារថយន្ត8គ្រឿងដែលដឹកត្រីនេះមានច្បាប់អនុញ្ញាតឲ្យដឹកត្រីពីរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចំនួនតែ10តោនប៉ុណ្ណោះដូច្នេះត្រីក្លាសេ14តោនទៀតមិនមានការអនុញ្ញាតនោះទេស្របតាមអនុសាសន៍របស់ឯកឧត្តមកែវសុជាតិព្រះរាជអាជ្ញាអមសាលាដំបងខេត្តបាត់ដំបងរថយន្តនិងត្រីក្លាសេទាំងអស់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅជំនាញជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទដើម្បីបន្តតាមនីតិវិធីនេះបើយោងទៅតាមបណ្ដាញទំនាក់ទំនងសង្គមរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឲ្យដឹង